ប្រសិនបើអតិថិជនចង់ធ្វើការបង្កើតប្រេមផលិតផលតើត្រូវការចំណាយរយៈពេលប៉ុណ្ណានៅក្នុងការផលិតសម្រាប់ clip នេះដែរខ្ញុំធ្វើការឆ្លើយតបតែម្ដងសម្រាប់ផលិតកម្មនៅក្នុងការផលិតយើងចំណាយរយៈពេលចន្លោះពី30ថ្ងៃទៅ45ថ្ងៃពីព្រោះដំណើរការនៅក្នុងការផលិតសង្វាក់ផលិតកម្មនីមួយៗគឺមាន4ជំហានជំហានទី1រោងចក្រត្រូវរៀបចំវត្ថុធាតុដើមនិងដំឡើងរូបមន្តសម្រាប់ជំហាននេះដែរយើងត្រូវការចំណាយរយៈពេល1សប្តាហ៍ហេតុអ្វីបានត្រូវការចំណាយរយៈពេលរហូតដល់1សប្តាហ៍ពីព្រោះរោងចក្រត្រូវការរៀបចំវត្ថុធាតុដើមច្រើនមុខដើម្បីឲ្យរូបមន្តផ្សំរបស់យើងត្រឹមត្រូវនិងស្តង់ដារហើយរយៈពេល1សប្តាហ៍គឺគ្រប់គ្រាន់អាចឲ្យយើងធ្វើការផលិតបានល្អិតល្អន់ទៅលើ texture តើវាមានការប្រែប្រួលទៅលើកំហាប់ឬក៏ពណ៌ដែរឬទេតើវារាវពេកទេឬក៏ខាប់ពេកទេដូច្នេះរយៈពេល1សប្តាហ៍យើងត្រូវរង់ចាំថារូបមន្តដែលដំឡើងសម្រាប់អាចធ្វើការបន្តដំណើរការបន្ទាប់ដែរឬទេប៉ុន្តែបន្ទាប់ពីដំណើរការទៅលើរូបមន្តសម្រាប់រួចហើយយើងត្រូវរង់ចាំអតិថិជនធ្វើការតេស្តជាមុនសិនជំហានទី2ការស្នើសុំ FDA វិញ្ញាបនបត្របញ្ជាក់ពីការផលិតត្រូវរង់ចាំការទទួលការ approval ពីក្រសួងសុខាភិបាលខាងថៃចន្លោះរយៈពេលពី1សប្តាហ៍ទៅ2សប្តាហ៍ជំហានទី3បន្ទាប់ពីធ្វើការជ្រើសរើស packaging និងការ design រួចរាល់ហើយយើងត្រូវរង់ចាំ packaging និងប្រអប់ចូលទៅកាន់រោងចក្រសម្រាប់រយៈពេលគឺចន្លោះពី10ថ្ងៃទៅ15ថ្ងៃជំហានទី4យើងអាចដំណើរការនៅក្នុងការផលិតសង្វាក់ផលិតកម្មនិងដំណើរការនៅក្នុងការវេចខ្ចប់ជំហាននេះដែរយើងត្រូវការចំណាយរយៈពេល1សប្តាហ៍រួមទាំង quality control check រយៈពេល3ថ្ងៃដើម្បីធ្វើការបញ្ចប់និងធ្វើការដឹកជញ្ជូនផលិតផលជូនទៅកាន់ម្ចាស់ brand